ដំបូងឡើយយើងដាក់ខ្លាញ់ចូលបន្ទាប់មកយើងដាក់ខ្ទឹមសរួចរំលីងវាឲ្យឡើងឈ្ងុយបន្ទាប់ពីខ្ទឹមឈ្ងុយមកយើងចាក់គ្រឿងចូលមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចរួចយើងរំលីងឲ្យឈ្ងុយបន្តិចសិនសម្រាប់ចាក់សាច់ចូលបន្ទាប់ពីរៀងស្ងួតបន្តិចមកចាំយើងចាក់គ្រឿងចូលមានដូចជាខ្ទឹមសប៊ីចេងខ្នុរស្ករសជាដើមនិងកំភ្លេចអំពិលទុំផងដើម្បីឲ្យវាមានរសជាតិជូរអែមកាន់តែឆ្ងាញ់